លោកលោកស្រីអ្នកនាងកញ្ញាជាទីគោរពរដ្ឋមន្ត្រីការពារជាតិថៃទទួលស្គាល់ថាបរទេសឈរខាងកម្ពុជាច្រើនជាងថៃក្នុងជំលោះព្រំដែនលោកណាត់ផុងណផានិចរដ្ឋមន្ត្រីក្រសួងការពារជាតិថៃបាននិយាយថារហូតមកដល់ពេលនេះគ្មានប្រទេសណាមួយឈរយ៉ាងច្បាស់លាស់ជាមួយនឹងថៃទេដោយបន្ថែមថាមនុស្សជាច្រើនអះអាងពីអព្យាក្រឹតភាពក៏ប៉ុន្តែនិយាយចេញមកហាក់ដូចជាឈរខាងកម្ពុជាពួកគេស្ដាប់ព័ត៌មានពីភាគីកម្ពុជាហើយមើលឃើញប្រទេសថៃជាប្រទេសធំជាងដែលបានធ្វើសកម្មភាពយ៉ាងខ្លាំងក្លាក្នុងសង្គ្រាមព្រំដែននៅក្នុងន័យនេះលោកបានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃជួយប្រឆាំងតទល់នឹងប្រទេសកម្ពុជានៅក្នុងវិស័យព័ត៌មានលោកថ្លែងបែបនេះនៅវិមានរដ្ឋាភិបាលព្រឹកថ្ងៃទី23ខែធ្នូឆ្នាំ2025លោកណាត់ផុងបានកត់សម្គាល់ថាគ្មានប្រទេសណាមួយបានថ្កោលទោសប្រទេសកម្ពុជាចំពោះការដាក់មីននៅលើទឹកដីថៃនោះទេផ្ទុយទៅវិញបែរជាជំរុញឲ្យប្រទេសថៃកាត់បន្ថយការប្រើប្រាស់អាវុធនិងបន្ថយអំពើហិង្សាទៅវិញនៅពេលសួរថាហេតុអ្វីបានជាបរទេសហាក់ដូចជាជឿជាក់លើប្រទេសកម្ពុជាច្រើនជាងប្រទេសថៃលោកណាត់ផុងបានកត់សម្គាល់ថាវោហារសាស្ត្ររបស់អ្នកអត្ថាធិប្បាយមួយចំនួនបានធ្វើឲ្យមនុស្សនានាគិតថាប្រទេសថៃបានរៀបចំការឈានពានកម្ពុជាមុនយ៉ាងណាលោកថាប្រទេសថៃនឹងប្រយុទ្ធជាមួយនឹងការពិតដោយជឿថាយូរទៅការពិតនឹងត្រូវកំណត់ត្រាទុកដូច្នេះលោកបានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយថៃជួយប្រឆាំងនឹងកម្ពុជានៅក្នុងវិស័យព័ត៌មានគួរឲ្យដឹងថាសូម្បីតែប្រធានាធិបតីអាមេរិកលោក Donald Trump ក៏បានទទួលស្គាល់ថាប្រទេសថៃបានចាប់ផ្ដើមសង្គ្រាមមកលើកម្ពុជាដែរបើតាមការថ្លែងប្រាប់អ្នកសារព័ត៌មាននៅ Mar-a-Lago រដ្ឋ Florida ជាមួយគ្នានេះអាមេរិកអះអាងថាបានត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ចប់សង្គ្រាមរវាងថៃនិងកម្ពុជាពាក់ព័ន្ធទៅនឹងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ GBC ដែលគ្រោងនឹងធ្វើនៅថ្ងៃទី24ខែធ្នូខាងមុខនេះលោកថាកិច្ចប្រជុំត្រូវបានកំណត់ធ្វើឡើងនៅខេត្តចន្ទបុរីពីព្រោះវាជាតំបន់ដែលរងផលប៉ះពាល់តិចបំផុតនៅក្នុងចំណោមខេត្តជាប់ព្រំដែនចំនួន2របស់ថៃលោកថាកិច្ចប្រជុំនេះនឹងធ្វើឡើងនៅកម្រិតលេខាធិការហើយការពិភាក្សានឹងផ្អែកទៅលើព័ត៌មានដែលមាននានានៅពេលបច្ចុប្បន្នយ៉ាងណាលោកថាប្រសិនបើលទ្ធផលមិនស្របតាមគោលការណ៍ស្នូលទាំង5ចំណុចរបស់ថៃទេលោកនឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយឡើយកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ GBC ធ្វើឡើងបន្ទាប់ពីមានសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានកាលពីថ្ងៃទី22ខែធ្នូដែលបានកំណត់កាលបរិច្ឆេទប្រជុំដើម្បីពិភាក្សាអំពីការអនុវត្តនិងការផ្ទៀងផ្ទាត់បទឈប់បាញ់កិច្ចប្រជុំ GBC នឹងធ្វើឡើងនៅថ្ងៃស្អែកនេះបន្ទាប់ពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានមិនអាចសម្រេចបានបទឈប់បាញ់នៅក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា